នេះគឺជាទស្សនវិជ្ជានៃការធ្វើដំណើរបន្តពីទឹកធ្លាក់បលាំងស្រុកសំឡូតខេត្តបាត់ដំបងមកកាន់កាព្រៃរីសតហើយកាព្រៃរីសតគឺស្ថិតនៅលើជើងភ្នំដែលយើងបានចូលមកដល់ផ្លូវចូលហើយនៅតាមផ្លូវគេមានផ្លាកដាក់បង្ហាញតាមផ្លូវហើយគោលដៅដែលយើងត្រូវទៅនោះបាទគឺនៅលើភ្នំខាងលើនោះហើយតាមផ្លូវដែលយើងទៅនេះគឺមានកន្លែងខ្លះរៀងលាក់ហើយកន្លែងខ្លះទៀតក៏មានទឹកដក់ដោយសារឧស្សាហ៍ភ្លៀងមែនទែនបាទនៅទីនេះហើយពីល្ងាចមិញហ្នឹងគឺភ្លៀងធ្លាក់បាទអញ្ចឹងហើយมันជាបញ្ហាចំពោះការដែលយើងជិះម៉ូតូចូលទៅទេនៅពេលដែលយើងចូលមកដល់មុននឹងឡើងទៅខាងលើគឺត្រូវឈប់កន្លែងដែលគាត់យាមនេះដើម្បីផ្ដល់ព័ត៌មានថាតើយើងបានកក់ទុកកន្លែងរួចហើយនៅឬមួយក៏យើងគ្រាន់តែមកលេងថតរូបកំសាន្តហើយត្រឡប់ទៅវិញតែពួកយើងបានកក់ទុករួចរាល់ហើយក៏បានបង្ហាញនៅទិន្នន័យការកក់ទុកដែលយើងបានកក់មុនរយៈពេលមួយសប្តាហ៍មុនហើយរួចរាល់ហើយគាត់ក៏អនុញ្ញាតឲ្យយើងទៅខាងលើហើយយើងក៏បន្តដំណើរចូលទៅខាងលើទៀតបាទនៅពេលដែលយើងចូលមកគឺឃើញថាតាមដងផ្លូវមានផ្កាស្រោបដងផ្លូវនឹងស្រស់ស្អាតហើយនេះគឺជាកន្លែងដែលផ្ដល់ព័ត៌មាននៅខាង check in បាទនៅពេលដែលយើង check in ហ្នឹងយើងត្រូវឈប់ត្រង់ចំណុចនេះសាកសួរព័ត៌មានហើយបង្ហាញពីទិន្នន័យដែលយើងបានកក់កន្លែងទុកអញ្ចឹងហើយគាត់ក៏ឲ្យយើងឈប់បន្តិចសិនមុននឹងគាត់នាំយើងទៅកន្លែងដែលយើងបានកក់ទុកនៅខាងលើនោះបាទអញ្ចឹងគាត់ក៏មានក្រុមការងារដែលជួយយកអីវ៉ាន់យើងទៅខាងលើដែលកន្លែងស្នាក់នៅយើងនៅពេលដែលមកលេងទីនេះបើសិនបើអាចទិញម្ហូបឬក៏ជារបស់របរផ្សេងមកពីខាងក្រៅបាទដោយសារនៅខាងលើហ្នឹងនៅពេលដែលយើងទិញនៅទីនេះផ្ទាល់របស់ខ្លះគឺថ្លៃជាងទូទៅអញ្ចឹងហើយពួកយើងបានត្រៀមជាស្រេចទិញចំណីអាហារមកពីខាងក្រៅបាទយើងគ្រាន់តែជួលទីតាំងគាត់ហើយស្នាក់នៅតែម្ហូបអាហារផ្សេងយើងកំងគាត់ខ្លះហើយទិញពីក្រៅខ្លះបាទអញ្ចឹងនេះយើងបានឡើងទៅហើយឃើញថាខ្ពស់មែនទែនបាទតាមជណ្ដើរដែលឡើងទៅកន្លែងស្នាក់នៅបាទហើយនៅតាមជណ្ដើរឡើងទៅហ្នឹងមានកន្លែងសម្រាប់ឲ្យយើងអង្គុយសម្រាកសិនប្រសិនបើយើងហត់បាទហើយក៏បន្តដំណើរទៅទៀតនៅខ្ពស់មែនទែនបាទគឺកម្មជណ្ដើរបែបនេះរហូតទៅខាងលើនោះបាទបាទអញ្ចឹងហើយយើងបានមកដល់ខាងលើនេះគឺជាកន្លែងកាហ្វេបាទលក់កាហ្វេហើយកន្លែងផ្ទះឈើនេះគឺជាកន្លែងដែលយើងអាចកំងអាហារបាទកន្លែងគេធ្វើម្ហូបបាទអញ្ចឹងទេយើងដើរទៅខាងលើបន្តទៀតបាទនេះខាងឆ្វេងនេះគឺជាកន្លែងយើងកំងអាហារផ្សេងបាទហើយយើងបន្តដំណើរទៅទៀតឆ្ងាយមែនទែនបាទនៅខ្ពស់បាទអញ្ចឹងហើយដើរឡើងមករៀងហត់បន្តិចហើយបាទហើយនៅខាងក្រោមនោះនៅពាក់កណ្ដាលភ្នំបាទគឺមានកន្លែងហែលទឹកបាទកន្លែងលេងទឹកឡើងមកខាងលើនេះគឺប្លែកអារម្មណ៍មែនទែនបាទមើលទៅខាងណាក៏ធម្មជាតិខាងណាក៏មានដើមឈើដ៏ស្រស់ស្អាតបាទហើយនេះគឺជាទស្សនវិជ្ជានៃតង់ឬក៏កន្លែងដែលស្នាក់នៅ VIP បាទកន្លែងនេះគឺថ្លៃជាងគេនៅខាងលើនេះបាទបតង់ធម្មតាគឺតម្លៃផ្សេងបាទ15ទៅ$20អីតែតង់ដែលធំនៅខាងលើលក្ខណៈ VIP បែបនេះគឺតម្លៃខ្ពស់ដែរបាទឥឡូវយើងមកជិតដល់ហើយបាទនៅខាងលើនោះគឺជាគោលដៅរបស់យើងហើយបាទហើយនេះក្រុមការងារដែលគាត់នាំយើងមកហើយដល់ទីតាំងហើយអង្គុយសម្រាកបាត់ហត់បន្តិចសិនបាទហើយចំណីអាហារនេះគឺយើងទិញមកពីខាងក្រៅបាទជាក់អីហ្នឹងធុងតកកធុងម្ហូបដែលយើងដាក់ហ្នឹងគឺយើងត្រៀមមកពីខាងក្រៅបាទដើម្បីសេវលុយខ្លះហើយមើលទៅឃើញនៅកន្លែងហែលទឹកនៅខាងក្រោមបាទមុននឹងយើងធ្វើម្ហូបចំណីអាហារទទួលទានយើងចុះទៅលេងទឹកឲ្យស្រឡះខ្លួនបន្តិចសិនបាទនៅខាងក្រោមគឺកន្លែងសម្រាប់ហែលទឹកបាទអញ្ចឹងទេយើងមកហែលទឹកសិនហើយនេះគឺអាងទឹកមើលទៅស្រស់ស្អាតបាទកន្លែងហែលទឹកនេះគឺទឹកមិនសូវជាជ្រៅទេក្មេងៗអាចលេងបានហើយ
មើលទេសភាពពិតជាស្រស់ស្អាតមែនទែនណានៅជុំវិញជើងភ្នំចោះទៅលោតទៅត្រឹមកវាហ្នឹងវាលេចអីអត់សក់វិញឲ្យក្មេងៗលេងទឹកមិញលេងទៅបាទប្រូមករកកន្លែងកាហ្វេសិនបាទមកមើលទេសភាពតាមដងភ្នំហើយទេសភាពនៅខាងមុខហាងកាហ្វេផ្កាព្រៃនេះបាទនេះបាទគឺផ្កាព្រៃកាហ្វេបាទនៅក្នុងនេះយើងអាចកំងភេសជ្ជៈហើយនឹងទិញរបស់របរផ្សេងៗញ៉ាំបានបាទហើយនេះគឺជាកន្លែងកំងម្ហូបហើយនៅមុខហាងកាហ្វេហ្នឹងក៏បានមួយរូបនឹងគេដែរបាទបន្ទាប់ពីរួចរាល់ហើយលេងទឹកថតរូបអីហើយយើងក៏ជុំគ្នាបាទដាក់ជាក់ជាមួយគ្នាហើយនេះសិតតែជាក្រុមអ្នករួមដំណើរជាមួយគ្នាមកបាទធ្វើដំណើរមកហ្នឹងគឺឆ្ងាយមែនទែនបាទឥឡូវនេះបាទអ្នកអាំងសាច់បាទទឹកមុខដូចសើមមិនសូវអំណោយផលសោះអ្នកអាំងសាច់បាទបានតាស៊ីទឹកមិនសូវបានបាទនិយាយលេងទេបាទយើងមកជុំគ្នាគឺយើងចេះជួយគ្នារៀបចំទុកដាក់ម្ហូបក៏ដូចជារៀបចំអាំងសាច់ផ្សេងៗដើម្បីបានញ៉ាំទាំងអស់គ្នាបាទហើយយើងនៅទីនេះមួយយប់បាទស្នាក់នៅមួយយប់បន្ទាប់ពីយើងស្នាក់នៅមួយយប់ហ្នឹងយើងនឹងត្រូវបន្តដំណើរទៅតំបន់ផ្សេងទៀតបាទមើលថាឃើញថាទេសភាពពិតជាស្រស់ស្អាតមែនទែនបាទមើលឃើញចន្លងដងភ្នំហ្នឹងច្រើនមែនទែនបាទមុននឹងយើងចេញពីផ្កាព្រៃ Resort ទៅគឺ Pro Spider នេះគាត់បានមកដាក់មួយវីដេអូបាទថតនៅមុខផ្កាព្រៃកាហ្វេហើយខាងក្រៅគាត់មើលទៅឃើញទូលីមែនទែនបាទជើងភ្នំអីហ្នឹងបាទហើយនេះតង់ដែលយើងស្នាក់នៅគឺយើងស្នាក់នៅតង់តូចទេកន្លែងដែលយើងជួបជុំនឹងផ្សេងបន្ទាប់ពីយើងស្នាក់នៅមួយយប់ហើយបាទព្រឹកឡើងយើងចេញទៅប្រហែលជាម៉ោង9បាទម៉ោង9:10អីហ្នឹងនៅទីនេះភ្លៀងធ្លាក់រហូតបាទពេលយើងជិះម៉ូតូនេះគឺរលឹមទេបាទហើយនៅលើភ្នំឃើញថានៅតែមានចុះអាប់បាទយើងបន្តដំណើរទៅមុខទៀតគឺទៅតំបន់ទឹកជ្រោះអូជាំបាទហើយតាមដងផ្លូវបាទមើលទៅស្រស់ស្អាតបាទហើយយើងនឹងធ្វើការបង្ហាញវីដេអូផ្សេងទៀតនៅក្នុងការធ្វើដំណើររបស់យើងបាទអញ្ចឹងវីដេអូអំពីការស្នាក់នៅការព្រៃ Resort របស់យើងគឺមានត្រឹមប៉ុណ្នេះហើយកុំភ្លេចចូលទស្សនាវីដេអូផ្សេងទៀតផងយើងនឹងធ្វើវីដេអូបង្ហាញនៅទឹកជ្រោះអូជាំបាទ